ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជាងទិតមានអ្វីដែលប្លែកហើយរបស់នេះដែរគឺខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាគឺមិនសូវបានឃើញនោះទេលើកលែងតែបងជាងម៉ូតូដូចជារូបខ្ញុំទើបអាចស្គាល់ពុកម៉ែបងប្អូននេះគឺជាម៉ាស៊ីនបាញ់ខ្សាច់ដែលជាងទិតដំឡើងដោយខ្លួនឯងមូលហេតុដែលដំឡើងដោយខ្លួនឯងនេះដោយសារតែទិញគេវារៀងថ្លៃដែរពុកម៉ែបងប្អូនអញ្ចឹងទេយើងសំចៃថវិកាយើងមានតែធ្វើដោយខ្លួនឯងនឹងឯងទិញដែក P8 ចាយមកដែកថ្មីលេដែកចាស់ពុកម៉ែបងប្អូនអញ្ចឹងហើយជាងទិតធ្វើការខាត់និងសម្អាតដើម្បីបាញ់ថ្នាំពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើត្បិតតែប្រទេសយើងមិនមានសម្បូរទៅដោយរោងចក្រប៉ុន្តែឧបករណ៍ដែលផលិតដោយដៃជាងនៅក្នុងប្រទេសកម្ពុជាគឺមិនល្ងងធ្វើនោះទេពុកម៉ែបងប្អូនមិនមែនជាឧបករណ៍ពុះផ្លែទុរេននោះទេនេះគឺជាឧបករណ៍មួយដែលអាចជួយធ្វើឲ្យម៉ាស៊ីនថ្មីម៉ាស៊ីនម៉ូតូប្រឡាក់ខ្លាំងអីខ្លាំងគឺអាចយកមកដាក់នៅក្នុងនេះយើងធ្វើការបាញ់ដោយដៃខ្ញុំចង់ឲ្យជាងក៏ដូចជាប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជានៅពេលដែលយើងធ្វើអ្វីមួយបានកើតជាផ្លូវការសូមកុំសរសេរពាក្យថាជាស្នាដៃកូនខ្មែរព្រោះអ្វីទាំងអស់នេះប្រទេសគេគឺជាអ្នករកឃើញមុនតែប៉ុណ្ណោះយើងគ្រាន់តែចម្លងឬក៏ copy និងធ្វើតាមគេតាមក្រោយយើងគួរតែសរសេរពាក្យថាធ្វើនៅក្នុងប្រទេសកម្ពុជា Made in Cambodia ពាក្យទាំងនេះយើងគួរតែសរសេរនៅលើកញ្ចប់ផ្លាស្ទិករបស់របរដែលប្រទេសខ្មែរដាក់នឹងនាំចេញទៅលក់នៅក្រៅប្រទេសគេនឹងឃើញរបស់យើងនៅលើទីផ្សារអន្តរជាតិពុកម៉ែបងប្អូនរវល់តែនិយាយអំពីនេះអំពីនោះបន្តិចបន្តួចឥឡូវនេះក៏ភ្លេចនិយាយអំពីការងារខ្លួនឯងជាងគឺកំពុងតែសេរីក្បាលដើម្បីបាញ់ថ្នាំហើយរបស់នេះដែរគឺជាងទិតធ្វើឡើងដោយយកចិត្តទុកដាក់ពុកម៉ែបងប្អូននិយាយអំពីទឹកអង្សាវិញគឺដេជុំមកជុំទាំងអស់ជាពិសេសជាងគេគឺបាត់ក្រោមដេអត់ឲ្យមានកន្លែងធ្លុះនោះទេពុកម៉ែបងប្អូនដោយសារតែយើងមិនចង់ឲ្យវាមានការជ្រាបទឹកព្រោះអីទឹកមួយធុងពីត្រូនៅពេលដែលយើងលាងវាអាចធ្វើឲ្យបាត់ទឹកទាំងនោះនឹងខ្សាច់ដោយសារតែវាជ្រាបលិចខុសគោលដៅអញ្ចឹងទេទុយោមួយដែលបដោះចំនៅកណ្ដាលនេះគឺជាទុយោបង្ហូរចេញបងប្អូនបង្ហូរចេញនៅពេលដែលយើងលាងមកវាធ្លាក់ចូលមកក្នុងទឹកធុងពីត្រូនៅចំខាងក្រោមនេះឯងអញ្ចឹងទេជាងគឺធ្វើការបាញ់ប្រសិនបើយើងផ្សារមិនបានចិត្តវានឹងអាចជ្រាបទឹកព្រោះអីកម្លាំងទឹកបាញ់គឺវាខ្លាំងសម្បើមណាស់ពុកម៉ែបងប្អូនចឹងហើយយើងមិនអាចបាច់បិទជ័រឬក៏បិទកាវកញ្ចក់ជាប់នោះទេនៅពេលដែលចំជាមួយនឹងកម្លាំងទឹកយ៉ាងខ្លាំងជាមួយនឹងលបាយខ្សាច់ចឹងទេយើងត្រូវតែផ្សារទឹកអង្សាឲ្យវាក្រាស់និងដេឲ្យវាជាប់កុំឲ្យមានកន្លែងប្រហោងស្អុយជាងធ្វើការបាញ់ឲ្យពុកម៉ែបងប្អូនគឺចំណែកនៅខាងក្នុងរៀងពិបាកបន្តិចវាហុយធ្វើឲ្យជះក្លិនសង្កអូបមកប៉ះនឹងច្រមុះធ្វើការបាញ់រាល់ថ្ងៃសង្កអូបគឺវារំខានអារម្មណ៍ណាស់ពុកម៉ែបងប្អូនចង់និយាយថាយើងបាញ់ជាជីបគឺវាចូលលក្ខណៈថានៅពេលដែលបាញ់ថ្នាំម្ដងគឺឈឺក្បាលអញ្ចឹងហើយតម្រូវឲ្យយើងពាក់ម៉ាស់យ៉ាងក្រាស់ក៏ប៉ុន្តែជាងខ្ញុំប្រាប់ឲ្យពាក់ម៉ាស់ដែរក៏ពាក់តែមួយជាន់ក៏ពិតត្រូវពាក់ពី3ជាន់ពុកម៉ែបងប្អូននេះគឺជាលទ្ធផលដែលយើងបានបាញ់រួចជាបដៅហើយអ្វីក៏ដោយពុកម៉ែបងប្អូនក៏ខ្មែរយើងអាចធ្វើកើតដូចតែគ្នាទេពុកម៉ែបងប្អូននិយាយអំពីសិប្បកម្មដែកហើយក៏អាចប្រើប្រាស់បានដូចតែគ្នាសម្រាប់នៅស្រុកយើងមិនខុសពីប្រទេសឥណ្ឌានោះទេប្រទេសឥណ្ឌាមិនទៅសម្បូររោងចក្រប្រមាណទេក៏ប៉ុន្តែសិប្បកម្មគេថាសិល្បៈក្នុងការកែច្នៃគឺមានច្រើនពុកម៉ែបងប្អូននៅក្នុងប្រទេសខ្មែរយើងក៏មិនអន់ប្រមាណដែរគូក្បាលនៅក្នុងប្រទេសកម្ពុជាប្រជាជននៅប្រទេសកម្ពុជាជាងនៅប្រទេសកម្ពុជាគឺមិនអន់នោះទេពុកម៉ែបងប្អូនសុទ្ធតែជាពូជមួយដែលល្អហើយក៏ពូជមួយដែលមានផ្នត់គំនិតនៅក្នុងការកែច្នៃមិនមានខ្លាំងអីទៅប្រទេសគេនោះទេពុកម៉ែបងប្អូនហើយឥឡូវនេះគឺបានរួចជាស្តាហ្វូហើយជាងទៀតក៏បានបិទកញ្ចក់នេះមួយស្លឹកទិញគេមកអស់100000ពុកម៉ែបងប្អូនគឺជាកញ្ចក់ប្រភេទកញ្ចក់ជ័រណាពុកម៉ែបងប្អូនមិនមែនជាកញ្ចក់ថ្មនោះទេវាអត់ចេះបែកទេកញ្ចក់នេះពេលដែលកកិតឬក៏ប៉ះបុកបាក់អីឥឡូវនេះគឺរួចជាស្តាហ្វូហើយពុកម៉ែបងប្អូនអាចមើលលេងបានមួយជុំហើយចាប់អារម្មណ៍អាចកំងគិតទៀតបានសូមកុំភ្លេចជួយ like និង follow ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តនិងថតជាវីដេអូទុកនិងចែករំលែកដល់អ្នកទាំងអស់គ្នាទស្សនាកែកំសាន្តពេលអបសុខ
សូមអរគុណសម្រាប់ការតាមដានពីដើមរហូតមកដល់ទីបញ្ចប់ពីជាងទិតសូមអរគុណ